3យ៉ាងដែលអ្នកគួរជៀសវាងនៅពេលដែលអ្នកកក់សក់ហើយជ្រុះសក់ខ្លាំងទី1ពេលដែលសក់កំពុងសើមកុំតាន់អាសិតទី2ពេលដែលសក់យើងនៅសើកុំតាន់អាចជូរឬក៏ញីខ្លាំងពេកវាអាចម៉ៅតាមកសែធ្វើឲ្យយើងជ្រុះសក់ខ្លាំងនិងទី3ពេលដែលបតុនសក់កុំបតុនដល់ស្បែកក្បាលឬក៏ទុកយូរវាធ្វើឲ្យសក់យើងជ្រុះចានៅពេលដែលយើងបតុនសក់វាមានជាតិខារ៉ាទីនធ្វើឲ្យសក់យើងតុនទៅអ្នកទាំងអស់គ្នាពេលបតុនដែលគៀកដល់ស្បែកក្បាលពេកបើយើងលេងទឹកចាញ់អត់ជ្រះវាអាចកកើតជាងគេឬក៏សក់យើងជ្រុះអញ្ចឹងវិធីដែលថែទាំសក់អ្នកទាំងអស់គ្នាអាចធ្វើតាមវិធីនេះបាននិងជៀសវាងការជ្រុះសក់ចាហើយបើបងប្អូនដែលចង់បានជាមួយនឹងសក់ស្អាតសក់ចាមានសំណើមតុនរលោះរលោងកាត់បន្ថយឆេះបៃចុងអាចជ្រើសរើសជាមួយនឹងសាប៊ូកក់សក់ពីខាងខ្ញុំបានខាងខ្ញុំក៏មានជាប្រភេទសាប៊ូដែលផ្សំឡើងពីធម្មជាតិចាគឺជាសាប៊ូកក់សក់អេវីយ៉ាចាផ្សំឡើងពីធម្មជាតិ12មុខជួយកាត់បន្ថយសក់ជ្រុះបដាកូនសក់និងធ្វើឲ្យសក់យើងមានទម្ងន់តុនរលោះរលោងណាអ្នកទាំងអស់គ្នាចាបើចំណាប់អារម្មណ៍អាចឆានចុះពេកដើម្បីសាកសួរព័ត៌មានលម្អិតបានចាំបានសក់ស្អាតកុំភ្លេចឆានមកណាអរគុណដោយសារសាប៊ូហ្នឹងប្រើទៅគឺល្អគេក៏អត់មានសក់អត់ជ្រុះហើយសក់ខ្ញុំនៅលឿនទៀតអញ្ចឹងហើយបរោះក៏ប្រើបាននារីក៏ប្រើបានទាំងអស់គ្នាសក់តុនក៏ល្អខ្ញុំទិញពីចាយវងមុនហ្នឹងល្អប្រើ